បងប្អូននេះគឺជាមនុស្ស3ប្រភេទដែលបងប្អូនពុំគួររាប់រកឬក៏អញ្ជើញមកផ្ទះរបស់បងប្អូនទេទី1មនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃមនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃបងប្អូនត្រូវចាំថាគាត់ក៏នឹងនិយាយដើមបងប្អូនដូចគ្នាអញ្ចឹងមនុស្សប្រភេទហ្នឹងកុំសូវរាប់រកហើយមិនបាច់ហៅគាត់មកហូបបាយឬក៏មកជប់លៀងនៅផ្ទះយើងទេមិនបាច់ទេមនុស្សហ្នឹងនឹងស្វែងរករឿងរ៉ាវដើម្បីយកទៅនិយាយអំពីបងប្អូននៅពេលណាមួយខាងមុខជាក់ជាមិនខានអញ្ចឹងកុំបាច់អញ្ជើញគាត់មិនបាច់សូវរាប់អានគាត់មិនបាច់សូវចែកជាមួយនឹងមនុស្សប្រភេទហ្នឹងនោះទេមនុស្សប្រភេទទី2ជាមនុស្សដែលមិនចេះគោរពអ្នកដទៃមានន័យថាជាមនុស្សដែលចូលចិត្តមើលងាយអ្នកដទៃមនុស្សបែបនេះមុនហើយនឹងក្រោយយូរហើយនឹងឆាប់គាត់ក៏នឹងមើលងាយបងប្អូនដូចគ្នារីឯមនុស្សទី3និយាយទៅបញ្ហារហូតមិនថាទេមកបងប្អូនឆាតមកបងប្អូនជួបបងប្អូនគាត់តែងតែនិយាយអំពីបញ្ហានៅក្នុងជីវិតគាត់ម៉ែគាត់ឈឺប្រពន្ធគាត់អញ្ចេះគាត់អញ្ចោះកន្លែងធ្វើការគាត់អ្នកនេះអញ្ចេះអ្នកនោះអញ្ចោះរឿងរ៉ាវអត់ចប់អត់ហើយមនុស្សប្រភេទនេះកុំយកខ្លួនបៀនរឿងអត់ចំបងប្អូនដឹងទេមនុស្សប្រភេទហ្នឹងវានាំទុកដាក់យើងឲ្យយើងជួយនេះឲ្យយើងជួយនោះជួយចោះជួយឡើងយើងវាន់កកជួយចោះជួយឡើងវាងាប់តែយើងនឹងឯងធានាលុយកាក់គេណាឬយកឈ្មោះរបស់យើងហ្នឹងទៅប្រើប្រាស់ដើម្បីផលប្រយោជន៍តខ្លួនជាដើមអញ្ចឹងមនុស្ស3ប្រភេទនេះបងប្អូនកុំយកខ្លួនបៀតឲ្យសោះកុំយកខ្លួនបៀតពាក្យខ្មែរយើងលោកថាកុំយកជល់ភ្នៅមកត្បៀតក្លៀកណាមនុស្សខ្ចាត់ព្រាត់ណាកុំបើមិនអញ្ចឹងទេងាប់តែយើងវិទ្យាទៅហ្មងត្រូវសងលុយគេត្រូវទទួលខុសត្រូវលុយកាក់គេខូចឈ្មោះអញ្ចឹងតែអញ្ចឹងក្រោយពេលបងប្អូនទស្សនាវីដេអូមួយនេះឲ្យខ្ញុំសង្ឃឹមថាបងប្អូនអាចនឹងពិនិត្យមើលមនុស្សជុំវិញខ្លួនយើងតើមានមនុស្សប្រភេទហ្នឹងដែរទេបើមានបងប្អូនកាត់ចោលបដាទៅបើមិនអញ្ចឹងទេពួកគាត់នឹងទាញបងប្អូនឲ្យធ្លាក់ឲ្យវេទនាដោយពួកគាត់ចឹងឯងនៅពេលដែលមនុស្សល្អជួបរឿងអយុត្តិធម៌ជួបការឈឺចាប់ជួបការប្រមាថជួបការមើលងាយជួបការលៀបពណ៌គាត់អត់ស្រែករកយុត្តិធម៌ទេគាត់ក៏អត់តតាំងគាត់ក៏អត់ឆ្លោះគាត់ក៏អត់ជេរប្រមាថស្អប់ឬគុំគួននរណាម្នាក់ដែរតែគាត់នឹងដើរចេញដោយស្ងៀមស្ងាត់បំផុតព្រោះគាត់យល់ថាការតតាំងការឆ្លោះប្រកែកគុំគួនស្អប់ខ្ពើមឬក៏និយាយដើមបុគ្គលណាម្នាក់ប្រាប់អ្នកដទៃទៀតនោះមិនបានធ្វើឲ្យរឿងនឹងផ្លាស់ប្ដូរទេរឿងដែលគាត់បានទទួលការជឿចាប់គាត់នឹងទុកវាជាបទពិសោធន៍ជីវិតប៉ុន្តែបងប្អូនត្រូវចងចាំអាការជឿជាក់ត្រូវបាត់បង់អាទំនាក់ទំនងលែងមានដូចមុនហើយប៉ុន្តែបងប្អូនក៏ចងចាំរឿងមួយទៀតថាមនុស្សល្អណាស់នឹងមិនคล้ายទៅជាមនុស្សអាក្រក់ទេប៉ុន្តែគាត់ចាប់ផ្ដើមប្រុងប្រយ័ត្នជាងមុនរាប់អានមនុស្សដោយការពិនិត្យពិច័យខ្លាំងបំផុតគាត់នឹងពិនិត្យមើលថាអ្នកណាគួររាប់អ្នកណាពុំគួររាប់អ្នកណាគួរជួយឬពុំគួរជួយហើយពេលខ្លះបើមនុស្សល្អដើរចេញពីជីវិតរបស់បងប្អូនហើយណាមានន័យថាគាត់ឆ្អែតហើយគាត់បានផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាច្រើនលើសពីអ្វីដែលបងប្អូនគួរទទួលបានហើយនៅទីបំផុតគាត់ចាក់ចេញដោយភាពស្ងាត់ស្ងៀមបំផុតមិនរករឿងមិននិយាយមិនឆ្លោះមិនទាស់មិនប្រកែកអ្វីទាំងអស់ពោលគឺដើរចេញដោយស្ងៀមស្ងាត់ដោយសន្តិភាពបំផុតបើនៅក្នុងជីវិតមួយនេះបងប្អូនបាត់បង់ប្រភេទមនុស្សបែបនេះវាគឺជារឿងគួរឲ្យសោកស្ដាយខ្លាំងបំផុតព្រោះមនុស្សល្អដែលចូលមកក្នុងជីវិតរបស់យើងអត់មានច្រើនទេដូច្នេះបើបងប្អូនសម្គាល់ថាអ្នកណាម្នាក់គឺជាមនុស្សល្អហើយគេរាប់អានស្រឡាញ់បងប្អូនហើយចូលចេះរក្សាគាត់ទៅពីអំណេះតទៅមុខប្រហែលជាមិនមានមនុស្សល្អច្រើនបងប្អូនមនុស្សយើងចម្លែកយើងតែងតែនិយាយថាខ្ញុំចូលចិត្តពេលភ្លៀងព្រោះពេលភ្លៀងអាកាសធាតុត្រជាក់ប៉ុន្តែកុំឲ្យដើរកាត់ភ្លៀងបើដើរកាត់ភ្លៀងដើររកឆាត់បើមិនរកឆាត់ក៏រកអាវភ្លៀងដែរហើយពេលខ្លះអ្នកខ្លះគាត់ថាខ្ញុំចូលចិត្តនៅពេលដែលមានអាកាសធាតុក្តៅតែនៅពេលដែលថ្ងៃក្តៅណាអត់ហ៊ានដើរចេញក្រៅទេនៅតែក្នុងផ្ទះឲ្យបើមិនសិនត្រជាក់ទៀតឬក៏បើនៅស្រែយកាវិញរើមើលមកលុបច្រកអីចឹងទៅហើយយើងថាខ្ញុំចូលចិត្តខ្យល់ណាប៉ុន្តែកុំឲ្យខ្យល់ខ្លាំងតែខ្យល់ខ្លាំងជេរតែខ្យល់ខ្លាំងបិទទ្វារបិទបង្អួចបណ្ដោយមនុស្សអត់ចូលចិត្តស្ដាប់អ្នកដទៃជេរទេតែខឹងអ្នកដទៃយើងជេរគេបណ្ដោយមនុស្សអត់ចូលចិត្តស្ដាប់ពាក្យគំរាមកំហែងទេតែនៅពេលដែលខ្លួនឯងទ្រាំអត់បានគំរាមកំហែងគេមនុស្សតែងតែប្រាប់មនុស្សគ្រប់គ្នាថាកុំបើកបរលឿនតែកុំឲ្យតែខ្លួនឯងឡើងដល់លើម៉ូតូឬក៏តោងចង្កូតឡានជន់សង្ហោះហើយមនុស្សដឹងថារឿងខុសវាខុសហើយយើងតែងតែធ្វើតឡាការជំនួសតឡាការសម្រាប់បងប្អូនដែលចង់បានប្រភេទទូរស័ព្ទដៃ iPhone 17 series គ្រប់ទំហំគ្រប់តែដល់ពេលខ្លួនឯងជួបរឿងមិនបានប្រហែលគេផងយើងក៏ទៅធ្វើរឿងខុសដែរអញ្ចឹងត្រឡប់មកវិញបងប្អូនទាំងគ្នាខ្ញុំចង់ចាប់អារម្មណ៍បងប្អូនឲ្យមកចាប់អារម្មណ៍ជាមួយនឹងជីវិតរបស់យើងបន្តិចនិងចាប់អារម្មណ៍ជាមួយនឹងពាក្យដែលមនុស្សនិយាយបន្តិចថានៅពេលដែលយើងមិនចូលចិត្តនេះមិនចូលចិត្តនោះ
សូមបងប្អូនកុំធ្វើរឿងទាំងអស់ហ្នឹងទៅកាន់អ្នកដទៃពេលខ្លះយើងមើលឃើញខ្នងអ្នកដទៃតែយើងមើលអត់ឃើញខ្នងខ្លួនឯងទេពេលខ្លះយើងអាចវាតម្លៃអ្នកដទៃតែយើងអត់ព្រមវាតម្លៃខ្លួនឯងទេពេលខ្លះយើងអាចស្រែកយើងអាចជេរអ្នកដទៃតែយើងមិនដែលស្រែកជេរខ្លួនឯងទេពេលខ្លះយើងចង់សម្លាប់អ្នកដទៃដោយសារតែគេធ្វើឲ្យយើងខឹងពេកតែយើងមិនដែលចង់សម្លាប់ខ្លួនឯងទេពេលខ្លះយើងចង់ចាប់ទោសអស់ដំណើរអ្នកដទៃតែយើងមិនដែលចង់ចាប់ទោសអស់ដំណើរខ្លួនឯងទេពេលខ្លះយើងមើលឃើញតែបញ្ហារបស់អ្នកដទៃតែយើងអត់មើលឃើញបញ្ហារបស់ខ្លួនឯងទេយើងឃើញកំហុសអ្នកដទៃតែយើងអត់ឃើញកំហុសខ្លួនឯងទេយើងថាអ្នកដទៃខុសអ្នកដទៃបែបនេះបែបនោះតែយើងអត់ដែលថាខ្លួនឯងខុសទេអញ្ចឹងកន្លែងនេះចាប់ពីពេលនេះតទៅខ្ញុំសង្ឃឹមថាបងប្អូនអរគ្នារៀនមើលខ្លួនឯងយើងមិនត្រូវរហូតទេយើងក៏មានពេលខុសយើងក៏មានពេលបរាជ័យដែរអញ្ចឹងទទួលស្គាល់ទៅថាគេក៏អាចខុសយើងក៏អាចខុសតែគេខុសជារឿងរបស់គេវាមិនមែនទាន់ដល់វេនយើងដែលត្រូវទៅវាតម្លៃឬក៏ទៅចាត់ថ្នាក់គេទេតែការដែលយើងខុសវាគឺជាតួនាទីរបស់យើងដែលត្រូវកែតម្រូវវាព្រោះយើងខុសបើយើងអត់កែតម្រូវខ្លួនឯងទេអត់មានអ្នកណាម្នាក់មកកែតម្រូវឲ្យយើងទេហើយបើមានអ្នកណាម្នាក់មកកែតម្រូវយើងប្រហែលជាយើងក៏នឹងមិនសប្បាយចិត្តដែរដោយសារតែយើងអត់ដែលគិតតែខ្លួនឯងខុសទេបញ្ហារបស់មនុស្សមួយនៅត្រង់ថាគិតតែខ្លួនឯងធ្វើត្រូវគ្រប់ពេលវេលាខ្លួនឯងធ្វើបានល្អរហូតគេធ្វើបានល្អទេតាមពិតជីវិតយើងអត់អញ្ចឹងទេបងប្អូនដកឃ្លាបន្តិចថយក្រោយមួយជំហានហើយយើងមើលខ្លួនឯងតើយើងពិតជាបានធ្វើខុសទេតើយើងមានអំនួតពេកមែនទេតើយើងគិតតែខ្លួនឯងធ្វើល្អរហូតមកមែនទេបើសិនជាបងប្អូនតែងតែគិតតែខ្លួនឯងធ្វើបានល្អរហូតអត់ចេះខុសបងប្អូនច្បាស់ជាបានធ្វើខុសហើយបងប្អូនច្បាស់ជាធ្លាប់ធ្វើមិនបានល្អហើយតែនៅពេលដែលយើងមានអំនួតមួយថាយើងមិនដែលចេះធ្វើខុសយើងតែងតែធ្វើល្អរហូតបងប្អូនបានបង្កើតកំហុសច្រើនណាស់បងប្អូនបានធ្វើឲ្យមនុស្សជុំវិញខ្លួនឈឺចាប់ច្រើនខ្លាំងមែនទែនរហូតដល់ថ្នាក់ពេលខ្លះបងប្អូនធ្វើខុសលែងមានអ្នកហ៊ានប្រាប់បងប្អូនថាបងប្អូនធ្វើខុសហើយព្រោះប្រាប់អត់ស្ដាប់ប្រាប់អត់ទទួលស្គាល់ប្រាប់អត់កែប្រាប់អត់ធ្វើតាមហើយខឹងគេទៀតអញ្ចឹងបើសិនជាគេលែងហ៊ាននិយាយថាបងប្អូនធ្វើអត់សូវបានល្អបងប្អូនធ្វើខុសបងប្អូនគិតខុសបងប្អូនសម្រេចចិត្តខុសអាហ្នឹងមានន័យថាបងប្អូនខុសធ្ងន់ធ្ងរហើយព្រោះគេលែងហ៊ាននិយាយទៅហើយបើគេនៅនិយាយមានន័យថាយើងខុសនៅអាចកែបានតែបើមនុស្សគ្រប់គ្នាលែងហ៊ាននិយាយសោះអាហ្នឹងខុសធ្ងន់ហើយពិនិត្យមើលខ្លួនឯងអរគុណបងប្អូនចូលឲ្យដើមឈើបង្រៀនបងប្អូនទាំងអស់គ្នាអំពីភាពអត់ធ្មត់អ្វីក៏ដោយវាត្រូវការពេលវេលាចូលឲ្យខ្យល់បង្រៀនបងប្អូនទាំងអស់គ្នាថាយើងអាចផ្លាស់ប្ដូរទិសដៅផ្លាស់ប្ដូរគោលដៅបន្ថែមល្បឿនបន្ថយល្បឿនបានគ្រប់ពេលវេលាដែលយើងចង់សូមបងប្អូនក្រឡេកទៅមើលសមុទ្រក៏អាចស្ងប់ស្ងាត់អាចនឹងនោះតែសមុទ្រក៏អាចបង្កើតឲ្យបាននៅព្យុះបង្កើតឲ្យបាននៅភាពចលាចលដែលពេលខ្លះអាចធ្វើឲ្យទូកកប៉ាល់ធំត្រូវបានបោកបក់និងលិចចូលទៅក្នុងសមុទ្របានធ្វើជាមនុស្សពេលខ្លះត្រូវស្ងប់ស្ងាត់តែពេលខ្លះត្រូវបង្ហាញឥទ្ធិពលសូមឲ្យពពកបង្រៀនបងប្អូនថាអ្វីគ្រប់យ៉ាងនៅពេលដែលយើងត្រូវទប់គឺទប់រក្សាភាពស្ងៀមស្ងាត់តែនៅពេលដែលយើងទប់មិនបានបញ្ចេញចោះតែមិនមែនបញ្ចេញកំហឹងទេវាមានន័យថាទឹកភ្នែកដែលបងប្អូនខំទប់កន្លងមកមិនឲ្យស្រក់ហ្នឹងណាបញ្ចេញវាចោះសម្រក់ចោះមិនថាបងប្អូនជាអ្នកណាទេយើងជាមនុស្សប្រុសក៏ដោយបើទប់លែងជាប់ឲ្យវាស្រក់ចោះសូមបងប្អូនរៀនតាមផ្កាយដែលនៅលើមេឃនោះវាមានន័យថាបើសិនជាយើងមិនជួបនៅភាពងងឹតទេណាម្លោះគេមើលអត់ឃើញពន្លឺយើងទេអញ្ចឹងធ្វើដូចផ្កាយហើយត្រូវចងចាំថាដូចព្រះអាទិត្យអញ្ចឹងទោះបីជាត្រូវលិចក្នុងរយៈពេលរាប់ម៉ោងតែនៅតែអាចរះឡើងសារជាថ្មីម្ដងទៀតបានយើងគ្រាន់តែរៀនតែពីធម្មជាតិហ្នឹងជីវិតយើងណាក៏អាចរីករាយសប្បាយចិត្តនិងជោគជ័យបានដែរដូច្នេះរំពឹងទុកថាវីដេអូមួយនេះនឹងអាចដាស់តឿនក្រើនរំលឹកបងប្អូនទាំងអស់គ្នាបាននៅក្នុងចំណែកណាមួយនៅពេលដែលបងប្អូនគឺជាមនុស្សដែលគិតពីអ្នកដទៃឧទាហរណ៍ថាឥឡូវយើងពងអង្គុយចិត្តគ្នាជាមួយនឹងមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នាហើយយើងពងអង្គុយផឹកតែឬក៏ផឹកកាហ្វេឧទាហរណ៍ថាផឹកតែចុះយើងបានចាក់តែឲ្យគេនៅពេលយើងចាក់តែឲ្យគេហើយគេមកអើតមើលកែវតែរបស់យើងបងប្អូនដឹងតែហេតុអីបានគាត់មកអើតមើលកែវតែយើងមិនមែនដោយសារតែគាត់អើតមើលហើយចង់ចាក់តែឲ្យយើងទេគាត់អើតមើលនៅក្នុងកែវតែយើងនឹងក្រែងលោយើងមានតែច្រើនជាងគាត់ទោះបីយើងបានចាក់តែឲ្យគាត់មុននឹងមិញក៏ដោយតែគាត់អាចសង្ស័យថាយើងអាចមានតែច្រើនជាងគាត់ឬក៏នៅពេលដែលយើងបែងចែកចំណែកណាមួយគាត់ខំមកអើតមើលក្រែងលោយើងកັບទុកច្រើនជាងចំណែកដែលយើងបានបែងចែកឲ្យគាត់អញ្ចឹងមនុស្សជាធម្មតាតែងតែមានចិត្តបែបហ្នឹងគិតថាគេអាចទុកចំណែកច្រើនជាងចំណែកដែលគេឲ្យមកខ្លួនអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍បន្តិចថាគេឲ្យប្រមាណយើងយកប៉ុណ្្នឹងបើសិនជាវាជាអ្វីដែលគេឲ្យលុះត្រាណាតែបងប្អូនធ្វើការងារអីមួយដោយប្រើកម្លាំងពេលវេលាបញ្ញានិងស្មារតីគេត្រូវតែឲ្យយើងនៅក្នុងកម្រិតដែលបានចរចាគ្នាតែបើឧទាហរណ៍ថាគេមានចេកមួយស្និតគេឲ្យយើងមួយផ្លែក៏យកទៅមិនបាច់ចាំទៅមើលបើកថងគេមើលថាហេឯងមានមួយស្និតឯណោះមិនឲ្យគ្នាតែមួយផ្លែ
អញ្ចឹងឯងមកផ្ទះហ្នឹងមានគ្នា5នាក់យ៉ាងហោចណាស់ក៏ឲ្យ5ផ្លែដែរហើយមានមួយស្និតហ្នឹងអាសូរតែមាន2ផ្លែបងប្អូនកុំគិតអញ្ចឹងសទ្ធារបស់គេឲ្យ1ក៏យកគេឲ្យ2ក៏យកទទួលទៅគេមានចិត្តល្អចំពោះយើងហើយគេរាប់អានយើងហើយដែលគេឲ្យបើគេមិនឲ្យសោះក៏មិនដឹងយើងទៅថាអីឲ្យគេព្រោះហ្នឹងវាទ្រព្យរបស់គេអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាយល់រឿងមួយថាយើងកុំគិតថាចិត្តកំណាញ់ម្លេះមានចេកមួយស្ទងឲ្យ2ផ្លែឲ្យ2ស្និតអីទៅបាទរបស់គេចង់ឲ្យប្រមាណវាស្រេចនៅលើគេយើងបានប្រមាណយកប៉ុណ្្នឹងទៅគេឲ្យប្រមាណយកប៉ុណ្្នឹងទៅមិនបាច់សុំគេថែមមិនបាច់តើអើតមើលមិនបាច់ទៀមទីអីទាំងអស់ទទួលយកដោយក្តីរីករាយហើយអរគុណគេទៅទៀតបើគេមិនឲ្យយើងមិនអត់បើគេឲ្យប៉ុន្មានយកប៉ុណ្្នឹងទៅហើយខ្ញុំជឿថាមនុស្សបើសិនជាបងប្អូនអរគ្នាបានផ្ដល់ប្រយោជន៍ឲ្យគេឬក៏ធ្វើជាមនុស្សមានប្រយោជន៍ឬក៏គេគោរពស្រឡាញ់បងប្អូនមិនបាច់បងប្អូនទីទេគេឲ្យឯងអញ្ចឹងពេលខ្លះវាមិនមែនសំខាន់មកពីគេទេវាសំខាន់ពីយើងដែរតើកន្លងមកហ្នឹងយើងមានអីយើងចេះបេះឲ្យគេដែរអត់យើងចេះហុចឲ្យគេដែរអត់យើងចេះជួយគេនៅពេលដែលគេមានបញ្ហាដែរអត់ឬក៏យើងបែរខ្នងដាក់គេនៅពេលដែលគេមានបញ្ហាមនុស្សបើកាលណាបងប្អូនបែរខ្នងដាក់គេបែរវិញកុំខឹងគេព្រោះហ្នឹងធម្មជាតិអញ្ចឹងចាប់ទោសអូសដំណើរគេមិនកើតទេព្រោះយើងខ្លួនឯងជាអ្នកធ្វើឲ្យគេទៅជាបែបហ្នឹងយើងជាអ្នកបង្រៀនគេឲ្យទៅជាបែបហ្នឹងយើងបានបង្រៀនមនុស្សម្នាក់ហ្នឹងឲ្យចិត្តអាក្រក់ឲ្យសម្ដីអាក្រក់បើយើងនិយាយល្អដាក់គេរហូតមកគេនិយាយល្អដាក់យើងវិញហើយតែមកបើយើងនឹងបង្រៀនគេឲ្យនិយាយអាក្រក់ឲ្យនិយាយភាសាអត់ល្អដល់អញ្ចឹងគេនិយាយអត់ល្អដាក់វិញកុំខឹងគេយើងជាអ្នកបង្រៀនគេមនុស្សបើកាលណាបងប្អូនធ្វើល្អនឹងមានមនុស្សល្អចូលមកក្នុងជីវិតហើយតែបើមានមនុស្សមិនល្អច្រើនចូលក្នុងជីវិតយើងត្រូវមើលដែរពេលខ្លះមិនមែនដោយសារតែគេទេវាអាចដោយសារយើងដែរអញ្ចឹងយើងមើលសកម្មភាពរបស់យើងឡើងវិញយើងផ្លាស់ប្ដូរការគិតទង្វើរបស់យើងអាចនឹងជួបមនុស្សល្អៗច្រើន